ស្ងោរត្រឡាញ់សំខាន់បំផុតគឺនៅលើគ្រឿងបើសិនជាលេគ្រឿងត្រូវក៏គ្រឿងត្រូវគឺអត់ឆ្អាបហើយឆ្ងាញ់ប៉ុន្តែបើសិនជាប្រឡាក់គ្រឿងអត់ត្រូវទេអាហ្នឹងគឺវាអត់ឆ្ងាញ់ទេអ្នកខ្លះគាត់កូរគ្រឿងដោយការដាំទឹកអ្នកខ្លះទៅក៏ធ្វើដោយការប្រឡាក់សាច់សម្រាប់ខ្ញុំថ្ងៃនេះស្ងោរត្រឡាញ់គឺខ្ញុំធ្វើប្រឡាក់សាច់អញ្ចឹងយើងហាន់ទៅជ្រូករួចរាល់ច្រាំខ្ទឹមច្រាំសាច់ឲ្យម៉ត់អញ្ចឹងទៅប្រឡាក់ចូលគ្នាផ្អាំទុកប្រហែលជា15នាទីចាំយើងយកវាទៅស្ងោរអាហ្នឹងចូលចិត្តឆ្ងាញ់ល្អអ្នកខ្លះគាត់កូរខ្ទឹមកូរគ្រឿងមួយសាច់តែដោយសារសាច់ជ្រូកខ្ញុំអត់ចង់កូរទេវានេះវាខ្លាញ់ច្រើនអញ្ចឹងហើយកាលណាដែលកូរខ្លាញ់ទៀតវាខ្លាញ់កាន់តែច្រើនអញ្ចឹងវាល្ងើមពេកខ្ញុំអត់ចូលចិត្តខ្លាញ់ទេអញ្ចឹងហើយយើងមកប្រឡាក់គ្រឿងម្ដងចាដាក់ម្សៅស៊ុបដាក់ប្រេងខ្យងមានចេងស្ករនៅក្នុងហ្នឹងចាហើយឥឡូវបន្ទាប់ពីយើងប្រឡាក់ហើយយើងទុកសាច់ចោលមិញលើអញ្ចឹងទៅយើងមកហាន់ត្រឡាចរបស់យើងចាចិត្តសម្បកវាស្អាតអស់ QQ វាអញ្ចឹងទេវានៅលើវិញចិត្តឲ្យស្អាតបបអញ្ចឹងមកតើមកយើងពុះវាតាមចំណង់ចំណូលចិត្តអ្នកខ្លះគាត់កាត់វាកង់ធំតែខ្ញុំកាត់ប៉ុណ្ណឹងព្រោះគ្រួសារខ្ញុំចូលចិត្តញ៉ាំប៉ុណ្ណឹងអញ្ចឹងណាការចិត្តមានវិធីផ្សេងគ្នាខ្លះចិត្តទូជាងនឹងធំជាងនឹងតាច់ស្រេចចិត្តតែខ្ញុំកាត់ប៉ុណ្ណឹងកាត់បបអញ្ចឹងមកចាបន្ទាប់ពីយើងកាត់វារួចរាល់ហើយអញ្ចឹងក៏យើងក៏ចូលទៅដល់ហាន់ទឹកខ្ទឹមចាហាន់ទឹកខ្ទឹមទុកឲ្យហើយហ្មងទៅចាបន្ទាប់យើងហាន់ហើយយើងលាងបន្លែលាងអីស្អាតអញ្ចឹងណាច្បាច់វាខ្លាំងដែរតែអានេះដោយសារបន្លែធម្មជាតិអញ្ចឹងខ្ញុំអត់ដាក់អំបិលទេបន្ទាប់លាងហើយយើងមើលទឹកកពុះល្មមចាបងសាច់ចូលទៅចាសាច់ខ្ញុំហ្នឹងខ្ញុំបន្ថែមម្ទេសនៅក្នុងហ្នឹងដែរព្រោះដោយសារខ្ញុំអត់មានម្រេចខ្លះក៏ដាក់ម្រេចក៏បានដែរឥឡូវតបយើងទឹកពុះហើយយើងដាក់ទឹកត្រីបន្តិចទៅដោយសារតែម្សៅស៊ុបខ្ញុំដាក់ស្ទើរចាហើយពុះហើយរួចរាល់ហើយយើងក៏ដាក់បន្លែហើយមកងាស់វាបន្តិចឲ្យបានយូរបន្លែហើយនៅសាច់ជ្រូកវាត្រូវការមកបានយូរអញ្ចឹងតួសាច់យើងអត់តន់ឆ្អិនល្អយើងដាក់សាច់ទៅងាស់កាន់តែយូរកាន់តែល្អឥឡូវបន្លែរួចរាល់ឆ្អិនរួចរាល់សឡស្ងោរយើងក៏រួចរាល់យើងក៏បង់ស្លឹកខ្ទឹមរួចរាល់ការសំខាន់មកងាស់ផុយកាន់តែផុយកាន់តែឆ្ងាញ់ចាស់បាយបាយ